បាទអនុញ្ញាតគ្រប់នឹងជម្រាបសួរបងប្អូនបាទនេះបងប្អូនថ្ងៃនេះបានធ្វើវីដេអូចែកជូនបងប្អូនទស្សនាលេងកំសាន្តទៀតឲ្យបងប្អូនបាទថ្ងៃនេះធ្វើការចែកចាយទៅដល់បងប្អូនទស្សនាលេងកំសាន្តពាក់ព័ន្ធទៅនឹងថ្មបាទពាក់ព័ន្ធទៅនឹងថ្មខ្មែរយើងដែលខ្ញុំទៅរើសបាននៅឯខេត្តសៀមរាបព្រំបន្ទល់សៀមរាបឧត្តរមានជ័យបងប្អូនបាទចឹងសម្រស់នៃថ្មហ្នឹងក៏ប្លែកស្អាតច្រើនបាទនិយាយទៅនៅតំបន់ហ្នឹងគឺសម្បូរមែនតើបងប្អូនពាក់ព័ន្ធនឹងថ្មដែលមានពណ៌ប្លែកស្អាតបងប្អូនហើយបើតាមខ្ញុំសង្កេតមើលភាគច្រើនគឺជាពពួកនៃ fossil បាទ fossil ឈើបានន័យថាឈើคล้ายទៅជាថ្មបងប្អូនបាទពណ៌របស់គេគឺស្អាតប្លែកផ្សេងគ្នាបងប្អូនបាទ fossil ឈើខ្លះក៏ចេញទៅជាលឿងអញ្ចឹងទៅfossil ឈើខ្លះក៏ចេញទៅជានេះបងប្អូននេះក្រហមអញ្ចឹងទៅបាទក្រហមលាយសហើយ fossil ឈើខ្លះក៏ចេញទៅជាលក្ខណៈកាយ៉ាវអញ្ចឹងទៅមិនទៅអាដាមបងប្អូនបាទទៅអាដាមតិចទៅបានដឹងថាសម្រស់គេយ៉ាងម៉េចបងប្អូនបាទអញ្ចឹងបើសិនជាយើងមើលតែភ្នែកពីក្រៅទេមើលអញ្ចឹងអត់ដឹងបងប្អូនអត់ដឹងថាជាប្រភេទនៃថ្មអីទេអញ្ចឹងសម្រាប់បងដែលចូលចិត្តស្រឡាញ់ថ្មបើដើរលេងតំបន់ភ្នំតំបន់អីគួរតែមានញញួរមួយបាទឬក៏កូនពូថៅបាទសម្រាប់ដំមើលបងប្អូនបាទដូចមួយនេះទឹកលក្ខណៈកញ្ចក់ខ្មៅបាទតែជា fossil ឈើដែរបាទហើយសាច់គេនេះបងប្អូនត្រង់ចំណុចទៅនេះត្រង់ចំណុចកន្លែងនេះយើងមើលទៅនៅសល់តែសាយឈើនៅឡើយបងប្អូនបាទនៅសល់តែសាយឈើប៉ុន្តែคล้ายទៅជាកមួនបាទคล้ายជាកមួនបាត់ទៅហើយនេះបងប្អូនផ្សេងទៀតក៏ដូចគ្នាបាទមួយនេះនេះអត់មាន fossil ឈើទេបាត់ទ្រង់ទ្រាយអស់ហើយបាទតែមួយនេះបាទនេះបងប្អូននេះក៏ជា fossil ឈើដែរមួយនេះចូលពលឺដែរបងប្អូនបាទនេះចាក់ពលឺទៅចូលបានតិចណាបាទនេះបងប្អូននេះចឹងចូលពលឺបានតិចហើយមួយនេះបងប្អូននេះបិទបើសិនបាទនេះនេះនៅសល់កាយ៉ាវស្អាតបងប្អូននេះក៏កាយ៉ាវគេនៅសល់ដែរបាទនៅសល់កាយ៉ាវហើយសាច់បងប្អូននេះសាច់របស់គេក្រហមកម្មៅបាទហើយនេះនេះក៏ជា fossil ឈើដូចគ្នាបងប្អូនបាទសាច់របស់គេមួយនេះក៏ក្រហមកម្មៅដូចគ្នាបាទហើយបើមួយនេះដុំកាឡាដូចមិនដឹងជាក្លឹមអីទេបងប្អូនបាទរាងកម្មៅស្លីសបាទស្អាតច្រើនមែនទែនធម្មជាតិខ្មែរយើងនេះនៅសល់រាងឈើទាំងអស់តែម្ដងបាទតែខ្ញុំបានដំទេខ្ញុំឃើញដូចនៅសល់ឈើចឹងក៏អត់បានដំបាទបងប្អូនហើយមួយទៀតនេះខ្ញុំសួរអ្នកជំនាញផ្នែកខាងពិនិត្យមើលគាត់ថាជាត្រាំងបាទអញ្ចឹងត្រាំងប្រភេទនៃត្រាំងដែលคล้ายទៅជាសាច់កញ្ចក់អញ្ចេះបាទបងប្អូនគឺកម្រណាស់បាទហើយនេះបងប្អូននេះចំណុចដែលគាត់ប្រាប់ខ្ញុំសម្គាល់ថាជាត្រាំងព្រោះបាទត្រង់កន្លែងចំណុចនេះបងប្អូនថ្មទោះបីជាคล้ายទៅជាកញ្ចក់ហើយយ៉ាងណាក៏ដោយក៏នៅសល់ពណ៌សដិតខាងក្នុងបងប្អូនបាទនឹងគ្រាន់តែជាការសម្គាល់របស់
គាត់ដែលជាអ្នកជំនាញអញ្ចឹងខ្ញុំក៏ជឿជាក់តាមគាត់ដែរបាទហើយសម្រាប់ថ្មយើងផ្សេងបងប្អូនខ្ញុំកាត់ត្រៀមកលឹងកម្មបាទត្រៀមកលឹងកម្មដើម្បីពាក់បងប្អូនណានេះមើលសាច់ស្អាតមែនទែនបងប្អូនបាទសាច់ផ្លែកផ្សេងគ្នាសាច់ខ្លះទៅក៏សម្រស់គេនេះបងប្អូននេះអញ្ចឹងទៅបាទសាច់ខ្លះក៏ក្រហមទៅបាទក្រហមផ្កាហៅសារាយផ្កាពណ៌ក្រហមបាទចាអរគុណច្រើនបងប្អូនថ្ងៃនេះធ្វើការចែកម្លែកទៅដល់ពុកម៉ែបងប្អូនទស្សនាលេងកំសាន្តប៉ុណ្ណឹងបាទអរគុណច្រើនបងប្អូនបាទជម្រាបលាបាទ